បន្ទាប់ពីបានដួលលើគ្នាហើយតួប្រុសក៏ឲ្យនាងរៀនប្រយ័ត្នខ្លះទៅនាងអាចនឹងការផ្ដាសាយបានណាតួស្រីឆ្លើយទាំងទំនើងថាខ្លួនឯងមានសុខភាពល្អខ្លាំងណាស់មិនងាយឈឺនោះទេតួប្រុសមិនចាំយូរក៏លើកបីនាងតែម្ដងហើយតួស្រីវិញរអ៊ូថាដែលបានតែមួយផ្លែតហ្នឹងតួស្រីយើងក៏គុនក្តៅបានសម្រេចរាហានក៏ប្រាប់នាងថាគេបានទៅហៅ priest រួចហើយគេមិនបាននៅទៀតនោះទេព្រោះថាគេត្រូវទៅរាជវាំងតួស្រីក៏ឆ្លើយអូខេតាមហ្នឹងទៅហើយតួប្រុសនេះស្មានតែនាងចិញ្ចរិកក្មេងចង់ឲ្យគេនៅទីនេះទេតើមើលទៅនាងចាស់ទុំជាងការរំពឹងទុករបស់គេតួស្រីក៏គិតថាគេចិត្តល្អដាក់នាងដែរដែលគ្រាន់តែនាងឈឺតិចតួចសោះគេមើលថែនាងយ៉ាងនេះរាហានចេញមកក្រៅតែក្នុងចិត្តនៅតែបារម្ភពីនាងឡងគេភ្ញាក់ថាមិនខ្លួនឯងចេះតែគិតពីនាងអញ្ចឹងគិតម្នាក់ឯងសុកអៀនម្នាក់ឯង priest របស់យើងក៏បានមកដល់រីឯតួស្រីវិញមុខឡើងក្រហមដោយសារតែបុរសម្នាក់នេះសង្ហាមិនធម្មតាដែរនឹងពួកគេណែនាំខ្លួនគ្នាបន្តិចមុននឹងដូហាព្យាបាលឡារីដោយការប្រើប្រាស់វេទមន្តរបស់គេហើយព្យាបាលនេះមកចាប់ច្បិចថ្ពាល់គេអញ្ចឹងដូហាក៏និយាយទៅថាគេសុំទោសផងបើធ្វើទៅវាប៉ះពាល់អារម្មណ៍នាងដោយសារតែចរិតគេបែបនេះនៅវិហារក៏គេត្រូវបានគេធ្វើបាបដោយសារតែគេមានឋានៈតូចទាបអញ្ចឹងដែរឃើញស្នាមសន្លាក់នៅលើថ្ងាសរបស់ព្រាហ្មណ៍ម្នាក់នោះអញ្ចឹងនាងក៏យល់តែម្ដងនាងឮថា priest ដែលមានឋានៈទាបគឺដើរព្យាបាលគេតាមកន្លែងអញ្ចឹងឯងប៉ុន្តែហេតុអីក៏គ្មាននរណាព្យាបាលសន្លាក់ដែលនៅលើមុខដ៏ស្អាតរបស់គេអញ្ចឹងព្យាបាលឡារីហើយនាងក៏សុំឲ្យគេនៅស្ងៀមនិងព្យាបាលសន្លាក់របស់គេវិញជាការអរគុណហើយការព្យាបាលនេះក៏ត្រូវការប្រើប្រាស់ម៉ាណាជាច្រើនផងដែរដូហាភ្ញាក់ផ្អើលណាស់នឹងសមត្ថភាពរបស់នាងដែលចង់ជួលនាងមកធ្វើជាអ្នកព្យាបាលឲ្យគេវិញរីឯឡារីនេះវិញគិតក្រែងគេជាព្រីដែលមានឋានៈទាបឯហេតុអ្វីចង់ជួលនាងទៅវិញឡារីក៏ឆ្លើយតបដោយពេលនេះនាងរវល់ប្រហែលជានៅថ្ងៃអនាគតទើបនាងអាចព្យាបាលបាននាងឆ្លើយបែបនេះព្រោះនាងត្រូវព្យាបាលអាហារដូហាក៏និយាយថាខ្លួននឹងព្យាបាលនាងដោយ free ប៉ុន្តែបើនាងព្យាបាលគេវិញគេនឹងឲ្យរង្វាន់នាងតាមដែលនាងចង់បានហើយក៏មើលមកតួស្រីពេលនេះពន្លឺគឺចែងចាំងចូលភ្នែករបស់នាងឡើងចង់ខ្វាក់ទៅហើយដូហាក៏សុំនាងធ្វើជាមិត្តភក្តិតែម្ដងដោយសារតែគេចង់ដឹងពីនាងនិយាយធម្មតាអត់ទេនៅឈោងខ្លួនទៅចិត្តនាងទៀតឡារីនេះក៏យល់ព្រមទៅព្រោះថានាងមិនដែលមានមិត្តភក្តិពីមុនមកទេចិត្តស្លាប់ទៅហើយអញ្ចឹងឆ្លងកាត់បទពិសោធន៍នេះម្ដងទៅវាមិនអីនោះទេដូហាត្រឡប់មកវិហារវិញគ្រប់គ្នាក៏នាំគ្នាគោរពគេតាមពិតទៅគេមិនមែនជាព្រីសតូចទាបអីនោះទេតែគឺជាព្រីសជាន់ខ្ពស់បំផុតនៃវិហារអាល់ថននេះបរិស័កក្រហមនោះក៏ដើរតាមគេតែនិយាយថាវាមិនល្អនោះទេដែលបរិសត្រូវខ្លាចជាសម្ដេចបាបដើរហើរទៅក្រៅជាញឹកញាប់នោះភ្លាមនោះគេក៏ចាប់អារម្មណ៍ទៅនឹងសន្លាក់ដែលបានបាត់នៅលើថ្ងាសរបស់ដូហាក៏ប្រាប់គេតាមនោះទៅអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺសមត្ថភាពរបស់នាងអាចព្យាបាលសន្លាក់នេះបានមានន័យថានាងមានម៉ាណាច្រើនជាងដូហាទៅទៀតដូច្នេះហើយគេនឹងស៊ើបអង្កេតរឿងនេះបន្តទៀតក្រឡេកមកទូប្រុសនេះវិញកំពុងតែវិលវក់ក្នុងខួរក្បាលគេកំពុងតែត្រឡប់មកវិញហើយកំពុងតែសម្រេចចិត្តថាគួរតែទៅមើលនាងឬក៏អត់គេគ្មានហេតុផលត្រូវទៅមើលនាងនោះទេប៉ុន្តែហេតុអ្វីគេមានអារម្មណ៍ថាគេគួរតែទៅហេតុអ្វីក៏គេខ្វល់ពីនាងម្ល៉េះដើរមកដល់មាត់ទ្វារតួស្រីក៏ស្វាគមន៍គេតែម្ដងតួប្រុសក៏សួរនាងទៅថានាងយ៉ាងម៉េចហើយតួស្រីឆ្លើយថានាងប្រសើរឡើងហើយព្រីសបានព្យាបាលនាងបានយ៉ាងល្អនិយាយមាត់មិនអស់ទេតួស្រីនេះក៏ទៅចាប់ដៃកូនប្រុសគេមកដាក់លើថ្ងាសខ្លួនឯងទៀតហើយគេពាក់សំដែងនឹងស្ទាបទៅមិនដឹងតួប្រុសក៏ប្រាប់នាងវិញថាមិនបាច់មកស្វាគមន៍គេនៅមាត់ទ្វារអញ្ចឹងនោះទេវាគ្មាននៅក្នុងកងត្រានោះឡើយប៉ុន្តែខ្ញុំនឹកលោកតើលោកមានគិតពីខ្ញុំទេថ្ងៃនេះតួប្រុសរបស់យើងវិញឆ្លើយថាទេក៏តួស្រីមើលដឹងដែរថាគេបានគិតពីនាងក៏បបួលគេចេញដែតម្ដងទៀតនៅថ្ងៃស្អែកគឺទៅមើលល្ខោនជាមួយនឹងគ្នាលើហើយតួប្រុសគឺឆ្លើយថាទេតែម្ដងគេមិនទៅនោះទេចំណែកឯតួស្រីវិញក៏បើកភ្នែកធំធ្វើដូចកូនឆ្កែគួរឲ្យស្រឡាញ់ហេតុអីទៅតួប្រុសក៏គិតរំពឹងឲ្យគេទៅកន្លែងដែលមានមនុស្សច្រើនជាមួយនឹងខ្លួនប្រាណដែលត្រូវបណ្ដាសានេះឬពេលទៅដល់គ្រប់គ្នានឹងគិតពីគេនោះសម្លឹងមកគេដោយភាពខ្ពើមរអើមជាមិនខាននាងប្រហែលជាគិតថាបណ្ដាសានេះវាមិនធ្ងន់ធ្ងរសម្រាប់គេនោះទេអញ្ចឹងហើយគួរតែនិយាយជាមួយនាងពេលនេះនាងមិនខ្លាចខ្ញុំទេឬខ្ញុំត្រូវបានគេដាក់ឈ្មោះជាលោកម្ចាស់នៃសង្គ្រាមមកពីវាមានមូលហេតុនោះហើយ
មនុស្សរាប់រយនាក់ស្លាប់នៅក្រោមដាវរបស់គេតួស្រីទទួលស្គាល់ថានាងខ្លាចតែវាមិនដល់ថ្នាក់នាងត្រូវរត់នោះទេនាងក៏ទទះដៃរបស់តួប្រុសហើយគ្នាឡើងភ្ញាក់ខ្ញុំទើបតែវាលោកមុននេះខ្ញុំមើលមុខលោកនិងឆាប់ដៃលោកនៅពេលដែលខ្ញុំចង់នៅហៅឈ្មោះលោកចំទៀតតើលោកចង់ធ្វើអីខ្ញុំនាងក៏ទៅចាប់អាយគេទាំងបន្តថាតើលោកនឹងសម្លាប់ខ្ញុំមែនទេគ្មានរឿងអីដែលគេត្រូវលាក់ខ្លួននោះទេតើលោកចង់មើលល្ខោននោះទេបើលោកចង់កុំបារម្ភពីអ្នកដទៃអីអ្វីដែលសំខាន់នោះគឺលោកគួរតែធ្វើអ្វីដែលលោកចង់តួស្រីក៏ដើរចេញទៅទាំងបន្តថានាងចង់បានតែចម្លើយមួយគត់គឺនៅថ្ងៃស្អែកនេះថាទៅឬក៏មិនទៅបើលោកមិនទៅជាមួយខ្ញុំទេខ្ញុំអាចទៅជាមួយនឹងបុរសផ្សេងបានគ្រាន់តែបានទៅឆ្ងាយបន្តិចតួស្រីឡើងតែម្ដងដោយសារតែនាងខ្លាចពេកនាងគិតអីហ្នឹងទៅធ្វើអញ្ចឹងរីឯតួប្រុសនេះវិញឆោអៀនតែម្នាក់ឯងទៀតហ่ะកាលមកដល់ថ្ងៃស្អែកវិញទីបំផុតរ៉ាហានក៏យល់ព្រមចំណែកឯឡារីនេះវិញញញឹមបិទមាត់មិនចិត្តទេចុះពីលើរទេះនាងក៏ធ្វើជាអេនអនចង់ចំពប់ជើងដួលហើយតួប្រុសនេះក៏ចាប់នាងហើយក៏ថាឲ្យនាងកុំធ្វើអញ្ចឹងគ្រាន់តែចង់ប៉ះដៃគេនោះតួប្រុសក៏ឈមមើលទៅមនុស្សដែលស្ងៀមស្ងាត់តួស្រីដឹងតែម្ដងថាគេកំពុងតែតឹងតានអារម្មណ៍នាងក៏ដឹកដៃរបស់គេទៅតែម្ដងដោយប្រាប់គេថាកៅអីរបស់ពួកគេគឺជាកៅអីឯកជនពួកគេគ្រាន់តែដើរចូលទៅត្រង់ទៅគឺបានហើយកុំបារម្ភអី